នេះឧត្តមសេនីយ៍វង្សវាសនាដែលជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទបានក្រើនរំលឹកទៅដល់នីតិហ៊ានពលទាហានទាំងអស់នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវតែលើកកម្ពស់មនសិការស្ដីហាជាតិនិងត្រូវស្មោះត្រង់ឲ្យបានជាដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិដៅអនុវត្តបន្តឆ្នាំ2025របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការនៅព្រឹកថ្ងៃ17ខែមករានេះនាយឧត្តមសេនីយ៍វង្សវាសនាបានលើកឡើងថាដើម្បីបន្តអនុវត្តទិដៅឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតគឺត្រូវការរួបរวมសាមគ្គីភាពឯកភាពផ្ទៃក្នុងលើកកម្ពស់មនសិការស្នេហាជាតិខ្ពស់ការការពារឲ្យបាននៃជាតិសាសនាព្រះមហាក្សត្រពិសេសការពារសុខសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជនក្នុងនោះត្រូវបន្តអនុវត្តនៅផែនការកំណែតម្រង់កងយុទ្ធពលខេមរៈភូមិន្ទសម្ដៅលើកកម្ពស់សមត្ថភាពគុណភាពរបស់យោធិនដែលក្នុងនោះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវសហការឲ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបន្តអនុវត្តការស្រាវជ្រាវអំពីយុទ្ធវិធីយុទ្ធសាស្ត្ររបស់កងទ័ពនិងបន្តស្រាវជ្រាវឆ្វេងយល់ឲ្យកាន់តែច្បាស់អំពីខ្លួននិងបច្ចាមិត្តជាដើមអគ្គមេបញ្ជាការរងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំកងឯកភាពត្រូវណែនាំដល់យោធិនក្រមអាវ៉ាតហាមដាច់ខាតការបង្ហោរូបភាពខ្លឹមសារដែលមានចរិតញុះញង់បំបាយបំបាក់ផ្ទៃក្នុងកងទ័ពធ្វើឲ្យបាត់ការសម្ងាត់សេចក្តីថ្លៃថ្នូររបស់កងទ័ពនៅតាមបណ្ដាញសង្គមនានាអាយដាមកឹមបណ្ដានាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការនិងឧត្តមសេនីយ៍ទូពតសុផាត់នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការបានបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅទូរនីតិភារកិច្ចរបស់ខ្លួនសម្រាប់បានលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជាស្ដែងឆ្នាំ2024មជ្ឈមណ្ឌលសម្រាប់បានភារកិច្ចធំៗជាច្រើនដូចជាការស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រកងទ័ពដែលគ្រប់សម័យកាលនីមួយៗមានចំនួនលន់នល់និងប៉ុលពតគឺកម្ពុជាប្រជាធិបតេយ្យស្រាវជ្រាវឯកសារការហាត់ពុតលុតដំអត្តចរិតសិលធម៌ជាថ្នាក់ដឹកនាំនិងឯកសារប្រវត្តិកងទ័ពកម្ពុជាឯករាជ្យនិងកំពុងបន្តស្រាវជ្រាវឯកសារសង្គ្រាមយុទ្ធសាស្ត្រជាដើមទន្ទឹមនឹងនោះដែរក៏បានសិក្សាស្រាវជ្រាវចងក្រងអំពីភូមិសាស្ត្រតាក់ទងទៅនឹងប្រជុំកោះដែនសមុទ្រទន្លេមេគង្គទន្លេសាបនិងសិក្សាស្រាវជ្រាវចងក្រងអំពីបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូងការងារចុះពង្រឹងមូលដ្ឋានបានយ៉ាងខ្ជាប់ខ្ជួននិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តបានយ៉ាងល្អប្រសើរផងដែរ